អ្នកដឹងទេការញ៉ាំផ្លែប៉ោមមួយក៏នៅមួយថ្ងៃអាចជួយជំរុញសុខភាពបេះដូងដោយជំរុញការបន្ធូរសរសៃឈាមកាត់បន្ថយការរលាកការពារកោសិកានិងគាំទ្រដល់សរសៃឈាមដែលមានសុខភាពល្អនេះបើយោងតាមការស្រាវជ្រាវថ្មីនេះយោងតាមគេហទំព័រ Very Well Health បានឲ្យដឹងថាផ្លែប៉ោមសម្បូរទៅដោយជាតិសរសៃនិងសមាសធាតុរុក្ខជាតិដែលអាចជួយគាំទ្រដល់សម្ពាធឈាមនិងមុខងារសរសៃឈាមបេះដូងទាំងមូលពួកវាមានផ្ទុកសារធាតុ flavonoids រួមទាំង quercetin និង proanthocyanidins អាស៊ីតហ្វីណូលិកនិងជាតិសរសៃអាហារដែលទាំងអស់នេះអាចផ្ដល់អត្ថប្រយោជន៍ដល់បេះដូងលោកវិជ្ជបណ្ឌិត John Higgins អ្នកឯកទេសបេះដូងនៅសាកលវិទ្យាល័យ UTH Houston ពន្យល់ថាសមាសធាតុទាំងនេះអាចជួយដល់សុខភាពសរសៃឈាមបេះដូងតាមរយៈយន្តការច្រើនយ៉ាង 1. បន្ធូរសរសៃឈាម Flavonoids ផ្ដល់សញ្ញាដល់សរសៃឈាមឲ្យរីកធំបន្តិចដែលធ្វើឲ្យលំហូររបស់ឈាមហូរបានកាន់តែងាយស្រួល 2. កាត់បន្ថយការរលាកសារធាតុប្រឆាំងអុកស៊ីតកម្មដែលហៅថា polyphenols ដើរតួជាសារធាតុប្រឆាំងនឹងការរលាកដោយបន្ធូរភាពតានតឹងលើសរសៃឈាមតាមពេលវេលា 3. ការពារកោសិកាសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងផ្លែប៉ោមជួយការពារសរសៃឈាមពីការខូចខាតប្រចាំថ្ងៃដែលបណ្ដាលមកពីម៉ូលេគុលមិនស្ថិតស្ថេរនៅក្នុងរាងកាយ 4. ជួយដល់សរសៃឈាមដែលមានសុខភាពល្អនៅពេលដែលជាតិសរសៃក្នុងផ្លែប៉ោមរលាយអាចបន្ថយកូលេស្តេរ៉ុលនិងរក្សាភាពបិទបែននៃសរសៃឈាមដែលជួយជំរុញការគ្រប់គ្រងសម្ពាធឈាមរយៈពេលវែង 5. គ្រប់គ្រងសម្ពាធឈាមផ្លែប៉ោមផ្ដល់ប៉ូតាស្យូមប្រហែល150មីលីក្រាមក្នុងមួយផ្លែដែលរួមចំណែកដល់ការទទួលទានប្រចាំថ្ងៃនេះបើយោងតាម The Independent យោងតាមសាលាវិទ្យាសាស្ត្រ Harvard ប៉ូតាស្យូមជួយបន្ធូរជញ្ជាំងសរសៃឈាមបន្ថយសម្ពាធឈាមនិងការពារការរមួលសាច់ដុំទាំងអស់នេះជាអត្ថប្រយោជន៍នៃការញ៉ាំផ្លែប៉ោម